Hello Hello សួស្តីអ្នកគ្នាខ្ញុំធ្វើចប់ការងារមិញតិចទៀតបានតែហាត់កីឡាបន្តិចតែឆ្លៀតមកធ្វើវីដេអូថែមបន្តិចដោយសារមានសំណពរច្រើនទាក់ទងជាមួយនឹងការជៀសវាងពីការ scam ថាយើងគួរតែមើលមិនអីមិនដើម្បីដឹងថាគេចង់ scam យើងអត់អីចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយពីចំណុចខ្លះៗបន្ថែមទៀតក្រៅពីរឿង scam នឹងដើម្បីកុំឲ្យអ្នកនរគ្នាខាតពេលស្ដាប់គ្រប់រឿងស្ដាប់ខ្ញុំបោកបាច់ច្រើនណាអាចចូលទៅមើលនៅក្នុង description ខាងក្រោមហ្នឹងទៅឃើញចំណុចពីប្រធានបទមួយហើយអ្នកនរគ្នាមើលទៅថាចង់មើលកន្លែងណាចង់ស្ដាប់កន្លែងណាចូលទៅកន្លែងហ្នឹងហ្មងទៅណាមួយ screen ខ្ញុំអត់មានរូបខ្ញុំទេខ្ញុំដាក់ជា screen profile ខ្ញុំដោយសារតែធ្វើចឹងទៅវាអត់សូវត្រូវការពេលកាត់ច្រើនយើងចំណេញពេលនិយាយពីអីដែលផ្សេងបានច្រើនអញ្ចឹងណាហើយបើមានអ្នកដែលបានស្ដាប់ពីដើមដល់ចប់អីជួយ comment ប្រាប់ផងអញ្ចឹងទី1ខ្ញុំសូមពន្យល់បន្ថែមតាក់ទងជាមួយនឹងការងារ freelance ហ្នឹងការងារ freelance មួយយើងមិនចាំបាច់ធ្វើទៅលើ Upwork ទេឲ្យតែយើងមានជំនាញស្រាប់យើងអាចធ្វើលើ website អាចតាក់ទងទៅ client ផ្ទាល់ក៏បានអាចធ្វើមាតិកាដើម្បីបង្កើត leads បង្កើត sale អីបន្ថែមក៏បានហើយនៅមានវិធីច្រើនទៀតយើងមិនបាច់ថាចាំធ្វើទៅលើ Upwork អីចឹងឯងគ្រាន់ថាបើយើងចាប់ផ្ដើមដំបូងយើងចាប់ផ្ដើមលើ Upwork វាល្អដោយសារតែយើងអាចរក project បានច្រើនរក client បានច្រើនដើម្បីយើងសំ client ហ្នឹងណាបើសិនជាយើងរកបាន long term client ណាបាន13 4មកគឺអែមហ្មងហើយ income យើង stable ទៀតបើសិនជាថាយើងអត់សូវចង់ចំណាយលុយដោយសារតែយើងចាប់ផ្ដើមដំបូងអត់ទាន់ចង់ចំណាយលុយយើងអាចធ្វើលើ Fiverr អីក៏បានដែរ website Fiverr វា free យើងអត់មានចាំបាច់ pay អីមុនទេក៏ប៉ុន្តែនៅពេលដែលយើងបាន project ហើយគេកាត់លុយរៀងច្រើនណាគេកាត់ឡើង 20% សម្រាប់ Upwork គេកាត់តែ 10% ទេហើយមួយទៀតការងារ freelance ហ្នឹងវាជាការដែលយើងរកប្រាក់ចំណូលបន្ថែមណាដែលយើងអាចធ្វើពីចម្ងាយបានតាមល្បឿនផ្ទាល់ខ្លួនវាស្រួលរឿងហ្នឹងដូចថាយើងមានការងារពេញម៉ោងអញ្ចឹងយើងធ្វើតាការងារណាដែលអាចធ្វើបាននៅតាមនៅសៅរ៍អាទិត្យអញ្ចឹងណាឬមួយក៏មិនមែនការងារហ្នឹងត្រូវធ្វើនៅសៅរ៍អាទិត្យ specifically ឯងក៏ប៉ុន្តែឧទាហរណ៍ថាឥឡូវគេទុកពេលឲ្យយើងមួយអាទិត្យហើយអញ្ចឹងយើងថ្ងៃច័ន្ទដល់ศุកร์យើងថាធ្វើការយើងទៅឬក៏ទំនេរពីការងារម៉ោង2ម៉ោងធ្វើអញ្ចឹងទៅឬក៏ថ្ងៃសៅរ៍ធ្វើសរុបហ្មងក៏បានដែរវាស្រួលអញ្ចឹងណាយើងធ្វើ at our own pace ណាតាមល្បឿនតខ្លួនយើងហ្មងគឺកន្លែងហ្នឹងមួយខ្ញុំចូលចិត្តមួយទៀតយើងសល់ពេលសម្រាប់នៅជាមួយគ្រួសារយើងច្រើនណានៅពេលដែលយើងមាន client យើង long term យើងច្រើនអញ្ចឹងទៅយើងអាចបែងចែកពេលវេលាបានកាន់តែស្រួលយើងមិនបាច់ថាចាំថ្ងៃរកតែ client ទេអញ្ចឹងយើងនៅជាមួយគ្រួសារនៅជាមួយមនុស្សដែលយើងស្រឡាញ់នៅចំណាយពេលធ្វើអ្វីដែលយើងចូលចិត្តបានច្រើនអញ្ចឹងណាជាពិសេសវាជាជំហានដែលនាំយើងទៅរកអា multiple income stream គឺខ្មែរយើងគេហៅថាប្រភពចំណូលកាន់តែច្រើនណាអាហ្នឹងគឺសូមនិយាយរំអិតថ្ងៃក្រោយដែលតែឱកាសវាមានហូរហែច្រើនដែលផ្ដើមចេញពីការងារ freelance ហ្នឹងអូខេមួយទៀតតាក់ទងជាមួយនឹង scam ណាពាក្យថា scam យើងនិយាយចំទៅគឺមានន័យថាគេចង់បោកលុយយើងដើម្បីបោកលុយយើងបានគឺតើតែយើងហ្នឹងបាញ់លុយចេញពីកងយើងទៅឲ្យគេអញ្ចឹងគ្រាន់តែចាំគោលការណ៍ក្នុងជីវិតទូទៅយើងណាថាអ្វីដែលតម្រូវឲ្យយើងបាញ់លុយចេញពីកងយើងដើម្បីដោះដូរយកលុយធំមកវិញហ្នឹងណាគឺសុទ្ធតែមិនអាចទុកចិត្តបានទេលើកលែងតែការបាញ់លុយចេញពីកងហ្នឹងគឺដើម្បីទៅរៀនឬក៏ដើម្បីវិនិយោគអីមួយឬក៏ហ៊ានជំនាញអីមួយអាហ្នឹងវាមិនមែនជា scam ទេណាក៏តែអាបាញ់លុយឲ្យគេដើម្បីដូរយកលុយធំហ្នឹងអាហ្នឹងសើមានបញ្ហាហើយត្រូវចាំតែហ្នឹងណាអញ្ចឹងវិធីងាយដើម្បីកុំឲ្យយើងគេ scam យើងបានគឺយើងកុំបាញ់លុយចេញពីកងយើងទៅឲ្យគេអញ្ចឹងខ្ញុំមានវិធីមួយចំនួនទៀតដែលអាចកំណត់ថា client ដែលយើងឆាតជាមួយហ្នឹងណាជា scam អត់ទី1ពួកគាត់ហ្នឹងគឺចូលចិត្តហៅយើងឲ្យតាក់ទងទៅក្រៅ platform ដើម្បី pay សម្រាប់ការងារហ្នឹងអញ្ចឹងណាដូចជាឲ្យយើងឆាតទៅ Telegram គាត់ឬក៏សុំ email យើងជាដើមដាច់ខាតកុំឆាតទៅព្រោះថានៅលើ Upwork ហ្នឹងបើសិនជាយើងតម្លាក់ email ឬក៏តម្លាក់ឆាតក្រៅ platform អី Upwork ហ្នឹងគឺគេនឹងស្ដឹងហើយគេនឹង send warning មកយើងភ្លាមអញ្ចឹងវាអាចនឹងមានបញ្ហាដល់ account យើងដូចជាការ ban ការអីចឹងអញ្ចឹងធ្វើតែនៅលើ Upwork ហ្នឹងទៅដំបូងការឆាតការ call ការផ្ញើ file ការងារអីមានលើ website ហ្នឹងទាំងអស់មុខងារគេមានមក play ឲ្យហ្មងប៉ុន្តែបើសិនជា client ហ្នឹងមានប្រវត្តិចាយប្រាក់ច្រើនហើយមានប្រវត្តិប្រហោះការងារច្រើនយើងអាចប្រាប់គេថាសូម confirm project សិនសូមតម្លាក់ offer យើងសិនបើយើងអាចតម្លាក់ email គេតាមក្រោយអញ្ចឹងណាអញ្ចឹងមុនពេលឆាតជាមួយ client ឬមួយក៏មុននឹងទទួលការងារអីក៏ដោយយើងត្រូវចរចាជាមួយគេរឿងតម្លៃរឿងអីហ្នឹងឲ្យបានច្បាស់លាស់ណាប្រយ័ត្នធ្វើឲ្យមានបញ្ហាអញ្ចឹងយើងត្រូវចរចាតម្លៃចរចាអីអស់ហើយគេតម្លាក់ offer ហើយយើង accept offer ហើយបើយើងធ្វើការងារហ្នឹងអាហ្នឹងបានអូខេហើយនៅលើ Upwork ហ្នឹងគឺវា safe មួយទៀតដោយសារតែពេលដែលយើង accept ការងារហ្នឹង
client គឺគេត្រូវ pay មុនគេអាចអត់ pay ណាគឺគេត្រូវ pay ហើយអាលុយដែលគេ pay ហ្នឹងវាជាប់នៅ escrow ហ្នឹងលុយហ្នឹងវាអត់ទាន់ធ្លាក់មកយើងហើយក៏អត់ទាន់ចេញពី client ហ្មងដែរវានៅកដាល Upwork វានៅលើ Upwork ហ្នឹងវានៅចំណុចកដាលអញ្ចឹងវា save ទាំងសងខាង save ទាំង client save ទាំងយើងលុយហ្នឹងអត់មានបាត់តាណានៅលើ Upwork ហ្នឹងអញ្ចឹងតើយើងធ្វើការងារនឹងចប់បានគេតម្លាក់លុយពី escrow ហ្នឹងមកឲ្យយើងបើសិនជា client គេស្រួលយើងធ្វើការងារចាប់ submit ឲ្យគេ release អាលុយចេញពី escrow ហ្នឹងឲ្យហ្មងក៏ប៉ុន្តែបើសិនជាគេរៀងរវល់គេអត់សូវខ្វល់ខ្វាយរឿងហ្នឹងពីអាទិត្យក្រោយពីយើង submit ការងារយើងទទួលបានលុយហ្នឹងវា release ពី escrow automatic តាម app ហ្មងហ្នឹងហើយអញ្ចឹងនៅពេលដែលយើង submit ឲ្យគេហ្នឹង complete ដាក់ចុចលើ function មួយដែលគេដាក់ថា submit verb ខ្ញុំចង់បង្ហាញដែរក៏ប៉ុន្តែដល់ពេលដែលខ្ញុំចុចចូលទៅវាស្ទើរតែព័ត៌មាន sensitive ស្ទើរព័ត៌មាន confidential ការងារអញ្ចឹងណាខ្ញុំបង្ហាញអត់បានពេលអ្នកនរគ្នាមានចម្ងល់អីនៅពេលដែលទទួលបានការងារឬក៏ពេលដាក់ការងារអីហ្នឹងអាចសួរខ្ញុំតាមក្រោយពេលហ្នឹងទៀតបានខ្ញុំមានពេលខ្ញុំឆ្លើយឲ្យអត់កំណាញ់អីទេអញ្ចឹងយើងត្រូវមើល client profile ដែលអាចចូលមើលបានដោយការចុចលើអា job posting ហ្នឹងណាហើយមើលនៅស្ដាំដៃទៅទី1មើលលើ payment verification ថាclient ហ្នឹងបាន verify ហើយនៅបន្ទាប់មកជាមួយខ្ញុំចុចឲ្យមើលហ្មងអាហ្នឹងខ្ញុំអាចបង្ហាញបានសាកការងារ data entry ចុះអូខេដើម្បីអាចមើលបានឧទាហរណ៍ណាយើងចូលលើ job posting ហ្នឹងមកយើងមើលលើ job posting ហ្នឹងយើងមើលមកខាងស្ដាំដៃនេះយើងមើលមកខាងស្ដាំអាហ្នឹងខ្ញុំនិយាយក្នុងវីដេអូមុនហើយខ្ញុំគ្រាន់ចង់បញ្ជាក់បន្ថែមតិចទៀតណាឃើញអ្នកខ្លះគាត់មើលរំលងអញ្ចឹងយើងមើលនៅកន្លែងverification នេះឃើញគេដាក់ payment method verified អញ្ចឹងន័យថា client ហ្នឹងបានបញ្ជាក់ Visa card បានអីហើយអស់ហើយយើងអាចទុកចិត្តបានមួយណាអញ្ចឹងបន្ទាប់មកទៀតយើងមើលថា payment history client ហ្នឹងចំណាយអស់ប៉ុន្មាន client នេះអស់ 1k ជាងអញ្ចឹងក៏រៀងគ្រាន់បើដែរ1k ជាង$1000ជាងវាអូខេដែរបើសិនជាចំណាយត្រឹម10-20រៀលអីអាហ្នឹងក៏យើងត្រូវ consider លើចំណុចផ្សេងៗទៀតអញ្ចឹងទី3យើងត្រូវមើលលើ rating នេះថា client ហ្នឹងពិតជាល្អមែនអត់យើងមើល rating នេះផ្កាយ5ហើយមាន7 review អញ្ចឹងយើងមកមើល reviews ខាងក្រោមនេះអំពី client អញ្ចឹងយើងមើលទៅនេះអានេះ freelancer អានេះ clientចឹង freelancer គេ rate ឲ្យ client នេះគេដាក់ឲ្យ grade client អីណាចឹងហើយយើងមើលតម្លៃមានអីវាមើលទៅវាຕົកចិត្តបានណាវាត្រឹមត្រូវរបស់គេមែនណាអញ្ចឹងមានន័យថាអាហ្នឹងគេអត់ scam យើងទេគេរកអ្នកធ្វើការពិតប្រាកដគេអត់មានពេលមក scam មកស្អីញ៉ៃទេណាអូអានេះខ្ញុំបញ្ជាក់ខ្ញុំបង្ហាញមួយទៀតនេះដោយសារតែការងារនេះគេមានពាក្យ hire នេះដែលខ្ញុំនិយាយនៅក្នុងវីដេអូមុនណាបើសិនជាអ្នកនរគ្នាចូលមក project ឬក៏ posting ដែលមានពាក្យ hire នៅកន្លែងហ្នឹងហើយណា project ហ្នឹងមានន័យថាគេឡើងហើ freelancer ហើយយើងបាច់ចាំដាក់ទៀតនាំខាត់ connect អីណានេះពេលយើងឃើញ hire នេះក៏ប៉ុន្តែបើចូលមក job posting ហ្នឹងអត់ទាន់ឃើញ hire ទេមានន័យថាគេអត់ទាន់រើសបាន freelancer អញ្ចឹងយើងអាចដាក់បានអញ្ចឹងតាក់ទងជាមួយនឹង scam ហ្នឹងខ្ញុំមានតែការផ្ដាំផ្ញើតែមួយឯងបើសិនជាគេធ្វើល្បិចអ្វីក៏ដោយដែលប្រាប់ឲ្យយើងបាញ់លុយចេញណាដែលឲ្យយើងបាញ់លុយចេញពីកប៉ៅយើងទៅហ្នឹងទោះជាគេនិយាយស្អីក៏ដោយស្ដាប់ទៅលុយធំគួរឲ្យហៀទឹកមាត់ក៏ដោយគឺហាមបាញ់លុយចេញពីកុងយើងហាមបាញ់លុយចេញពីកុងធនាគារយើងទៅឲ្យគេណាទោះជាបាញ់តាមណាក៏ដោយអត់ខ្វល់ទេគឺឲ្យតែបាញ់លុយចេញពីកុងយើងវាសុទ្ធតែមានបញ្ហាហើយត្រូវចាំឡើងហ្នឹងណាអញ្ចឹងបើសិនជាចាំឡើងហ្នឹងហើយគឺអូខេអាចជៀសផុតពី scam បាន 99% ហើយបើនិយាយខុសតោះកន្លែងណាអីសូមអធិស្ឋានផងសូមកុំភ្លេចជួយប្រកាស share channel ខ្ញុំ share វីដេអូខ្ញុំឲ្យបានច្រើនផងនៅពេលដែលមាន subscriber មាន viewer នៅលើ TikTok កាន់តែច្រើនអីណាខ្ញុំនឹង share អាប្រភេទចំណេះដឹងប្លែកៗមកកាន់តែច្រើនទៀតខ្ញុំធានាថាមានអ្វីច្រើនទៀតដែលខ្ញុំត្រូវនិយាយវាប្លែកៗមែនតើហើយវាសិតតែមានប្រយោជន៍អញ្ចឹងខ្ញុំសូមទៅហាត់ប្រាណហើយអរគុណច្រើនបើមានសំណួរអីអាចសួរបន្ថែមនៅក្នុង comment ខាងក្រោមបានអរគុណច្រើនបាយបាយ